ចាស់ពីមិនមែនមានន័យថាក្តីសម័យរបស់អ្នកហួសដេលេនោះទេអ្នកអាចរះបានគ្រប់ពេលColonel Sanders ត្រូវបានគេបដិសេធចំនួន 19,000 ដងមុនពេលគាត់អាចលូករូបមន្ត KFC របស់គាត់បានដោយជោគជ័យបន្ថែមលើសពីនេះគាត់បានបរាជ័យគ្រប់ការងារដែលគាត់ធ្លាប់បានធ្វើក្នុងជីវិតរបស់គាត់បន្ទាប់ពីប្រឈមមុខនឹងការបរាជ័យជាច្រើនលើកច្រើនសារនៅទីបំផុតគាត់បានលក់ KFC ក្នុងវ័យ 75 ឆ្នាំនៅក្នុងវីដេអូនេះយើងនឹងគ្របដណ្ដប់លើមេរៀនបំផុសគំនិតចំនួន 7ដែលដំណើរសហគ្រិនរបស់គាត់បានបង្រៀនយើងថាមិនថាអ្នកមានអាយុ 25 ឬ 75 ឆ្នាំនោះទេមានអ្វីមួយនៅទីនេះសម្រាប់អ្នកក្នុងការចាប់ផ្ដើម 1. ការបរាជ័យបង្កើតភាពជោគជ័យដោយដែលខ្ញុំបានលើកឡើងរួចមកហើយគាត់ត្រូវបានគេបដិសេធជាង 1000 ដងមុនពេលគាត់អាចលក់រូបមន្តមុនបំពង KFC របស់គាត់បានដោយជោគជ័យនោះគឺជាការបដិសេធជាច្រើនមិនត្រឹមតែប៉ុណ្ណោះទេគាត់ក៏បានបរាជ័យយ៉ាងវេទនានៅក្នុងអាជីពផ្សេងទៀតទាំងអស់ដែលគាត់បានព្យាយាមនៅចន្លោះអាយុ10ទៅ40គាត់បានសាកល្បងលើរឿងដូចខាងក្រោមក្នុងចំណោមរឿងផ្សេងទៀតគាត់ធ្វើចរាចរណ៍តាមដងផ្លូវផ្នែកកសិកម្មផ្នែកច្បាប់ផ្នែកលក់អ្នកប្រយុទ្ធអគ្គិភ័យនេះគ្រាន់តែបង្ហាញថាមិនថាអ្នកជួបប្រទះនឹងការបរាជ័យប្រមាណនោះទេអ្នកនៅតែមានពេលវេលាមិនថាអ្នកមានអាយុប្រមាណទេវានឹងនាំយើងទៅកាន់មេរៀនបន្ទាប់របស់យើងយ៉ាងស្អាតគាត់បាននិយាយថាខ្ញុំមានតែច្បាប់ពីរប៉ុណ្ណោះធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានហើយធ្វើវាអស់ពីសមត្ថភាពព្រោះវាជាមធ្យោបាយតែមួយគត់ដែលអ្នកទទួលបានអារម្មណ៍នៃការសម្រេចបានអ្វីមួយ 2. វាមិនដែលយឺតពេកទេនៅពេលគាត់មានអាយុ 75 ឆ្នាំគាត់បានលក់ KFC ក្នុងតម្លៃ$2 លានដែលប្រហែល$15 លានសប្តាហ៍ថ្ងៃនេះតែអ្នកអាចស្រមៃមើលថាគាត់នឹងទទួលបានជោគជ័យបែបនេះទេបន្ទាប់ពីចាញ់ស្ទើរតែមួយជីវិតបែបនេះខ្ញុំបានជួបមនុស្សមួយចំនួនដែលគិតថាពួកគេហ៊ាននឹងបរាជ័យទៅហើយនៅពេលដែលពួកគេមានអាយុ 30 យ៉ាងណាក៏ដោយគាត់បានបន្តដំណើរទៅមុខទៀតទោះប្រឈមមុខនឹងភាពលំបាកក៏ដោយហើយគាត់ក៏បានក្លាយជាស្ថាបនិកនិងជាមុខមាត់នៃម៉ាកយីហោមួយដែលយើងនៅតែស្គាល់អស់រយៈពេលជាង 5 ទសវត្សរ៍ក្រោយមក 3. អតីតកាលគឺស្ថិតក្នុងអតីតកាលដើម្បីទទួលបានជោគជ័យក្នុងនាមជាសហគ្រិនមនុស្សជាច្រើនគ្រាន់តែត្រូវរៀនថាអតីតកាលគឺជាអតីតកាលហើយវានឹងមិនកំណត់ឱកាសជោគជ័យនៅពេលអនាគតរបស់អ្នកឡើយលុះត្រាតែអ្នកអនុញ្ញាតឲ្យវាកើតឡើងវាមិនមានបញ្ហាថាអ្នកបរាជ័យប្រមាណដងអ្នកមកពីណាចំណេះដឹងប៉ុណ្ណាឬរឿងអវិជ្ជមានដែលអ្នកបានជួបប្រទះឬធ្វើការពីអតីតកាលនោះទេបញ្ហាត្រង់ថាតើអ្នកព្រមចាប់ផ្ដើមឬអត់អតីតកាលរបស់អ្នកមិនមែនជាគន្លឹះនៃភាពជោគជ័យនៅពេលអនាគតរបស់អ្នកទេគាត់បានបរាជ័យក្នុងគ្រប់អាជីពដែលគាត់ធ្លាប់បានព្យាយាមគាត់ថែមទាំងបានចំណាយពេលភាគច្រើននៃជីវិតរបស់គាត់ក្នុងអាពាហ៍ពិពាហ៍ដែលមិនចូលសម្រុងហើយបញ្ចប់ដោយការលិលះហើយត្រូវចិញ្ចឹមកូន3នាក់នៅពេលដែលគាត់មានអាយុ 19 ឆ្នាំសម្រាប់មនុស្សភាគច្រើននោះគឺគ្រប់គ្រាន់សម្រាប់ពួកគេក្នុងការតាំងលំនៅក្នុងអាជីពដែលមានពីចិត្តប៉ុន្តែគាត់បានបន្តដោយជំនឿលើសមត្ថភាពនិងគោលការណ៍បន្តខ្លួនរបស់គាត់ 4. ការបបង់ចោលគឺជាមធ្យោបាយតែមួយគត់ដើម្បីបរាជ័យការបរាជ័យគឺជាផលប៉ះពាល់ធម្មជាតិនៃជីវិតរឿងរ៉ាវរបស់ KFC បានប្រាប់យើងថាការឈប់ហើយបបង់គឺជាការបរាជ័យតែមួយគត់ប្រសិនបើអ្នកមានទស្សនៈនិងជំនឿដូចគ្នាចំពោះអ្វីដែលអ្នកកំពុងព្យាយាមធ្វើនោះលទ្ធភាពនៃភាពជោគជ័យដ៏សំខាន់គឺមិនដែលគេផុតពីដៃអ្នកឡើយសូម្បីតែពេលដែលអ្នកឃើញថានាឡិកាកំពុងរោថ្ងៃនិងឆ្នាំកំពុងកន្លងផុតទៅក៏ដោយក៏គ្មានដែនកំណត់នៃពេលវេលាណាមួយសម្រាប់ការទទួលបានជោគជ័យដែរកុំឈប់ស្វែងរកពន្លឺទោះបីជាពេលខ្លះផ្ទៃមេឃហាក់មានភាពងងឹតក៏ដោយ 5. ការចាប់ផ្ដើមថ្មីជួនកាលគឺជាអ្វីដែលអ្នកត្រូវការបំផុតឥឡូវនេះយើងយល់ច្បាស់ថាការចម្អិនអាហារគឺជាចំណងចំណូលចិត្តរបស់គាត់ប៉ុន្តែគាត់បានរកឃើញភាពរីករាយរបស់គាត់ទេរហូតដល់ពេលក្រោយៗមកទៀតនៃជីវិតរបស់គាត់មានតែតាមរយៈការមានភាពក្លាហានក្នុងការបរាជ័យនិងចាប់ផ្ដើមឡើងវិញម្ដងហើយម្ដងទៀត
ទើបគាត់រកឃើញការងារពិតរបស់គាត់នៅពេលដែលអ្នកព្យាយាមទទួលបានជោគជ័យក្នុងមុខវិជ្ជាច្រើនវាជាវិធីដ៏ប្រកបមួយដើម្បីដុតបំផ្លាញខ្លួនឯងការចាប់ផ្ដើមតែងតែជាផ្នែកដ៏លំបាកហើយសម្រាប់មនុស្សភាគច្រើនគំនិតនៃការធ្វើវាម្ដងហើយម្ដងទៀតក្នុងវ័យ50 60និង70ឆ្នាំរបស់ពួកគេវាពិតជាហត់នឿយណាស់ធម្មពលនិងចំណងចំណូលចិត្តដែលគាត់បានបង្ហាញដល់ការធ្វើបែបនេះរហូតដល់អាយុ70ឆ្នាំរបស់គាត់គឺជាមេរៀនបំផុសគំនិតសម្រាប់សហគ្រិនគ្រប់រូប6បោះជំហានដោយជំនឿវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេដែលអ្នកដឹងថាការធ្វើតាមបំណងប្រាថ្នារបស់បេះដូងអ្នកច្រើនតែជាកន្លងនៃភាពជោគជ័យសុភមង្គលនិងការពេញចិត្តដូច្នេះហេតុអ្វីបានជាមនុស្សជាច្រើនក្នុងចំណោមយើងមិនដឹងតាមអ្វីដែលយើងពិតជាចង់បានពីជីវិតការអង្គុយសម្រាកនៅក្នុងតំបន់សុខស្រួលរបស់អ្នកមានន័យថាមនុស្សជាច្រើនក្នុងចំណោមយើងមិនដឹងថាចំណងចំណូលចិត្តនិងបំណងប្រាថ្នាពិតជាសំខាន់ប៉ុណ្ណានោះទេនៅទីបញ្ចប់ការស្វែងរកចំណងចំណូលចិត្តនឹងធ្វើឲ្យអ្នកណាម្នាក់មានសុភមង្គលការពេញចិត្តនិងការរីកចម្រើនគាត់បាននិយាយថាមនុស្សម្នាក់ត្រូវចងចាំថារាល់ការបរាជ័យអាចជាជំហានឆ្ពោះទៅរកអ្វីដែលប្រសើរជាងមុន7រក្សាវាឲ្យសាមញ្ញវាហាក់ដូចជាឆ្កួតណាស់ក្នុងការនិយាយអំពីចំណុចនេះប៉ុន្តែ KFC បានចាប់ផ្ដើមដោយការលក់សាច់មាន់បំពងនៅចិញ្ចើមផ្លូវបន្ទាប់ពីលក់រូបមន្តរបស់គាត់អាជីពបានរីកចម្រើនយ៉ាងឆាប់រហ័សហើយសប្តាហ៍ថ្ងៃនេះវាជារឿងធម្មតាទេដែលអ្នកឃើញសិទ្ធិប្រាច់មុខ KFC នៅក្នុងប្រទេសនានាជុំវិញពិភពលោក145ប្រទេសបានបង្ហាញយ៉ាងច្បាស់លាស់ទៅហើយមេរៀននៅទីនេះគឺមិនត្រូវខ្លាចការរក្សាជំនឿឲ្យសាមញ្ញនោះទេដរាបណាអ្នកមានចិន្ទៈចាប់ផ្ដើមខិតខំធ្វើការនិងបន្តធ្វើវាអ្វីៗនឹងរីកចម្រើនហើយរឿងរបស់គាត់បានបង្រៀនយើងថាមិនថាអ្នកមានវ័យប៉ុណ្ណានោះទេអ្នកនៅតែអាចរកបាន